បាទសួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីផ្ទះហនុមាន News ដែលនាំមកនៅព័ត៌មានសង្គមនិងសកម្មភាពមនុស្សធម៌ទាំងក្នុងស្រុកនិងក្រៅស្រុកបាទប្រិយមិត្តលោកអ្នកស្ដាប់ជាទីមេត្រីកាលពីថ្ងៃទី14ខែមិនិនាឆ្នាំ2026កន្លងទៅនេះបាទតំណាងសប្បុរសជនលោកច័ន្ទអេងឡុងនិងភរិយាដែលជាពលរដ្ឋខ្មែររស់នៅរដ្ឋតិចសាសសហរដ្ឋអាមេរិកបានរៀបចំសកម្មភាពចែកថវិកាជំនួយមនុស្សធម៌ទៅដល់ស្ត្រីដែលមានផ្ទៃពោះចំនួន59នាក់ដែលជាជនភៀសខ្លួនពីសង្គ្រាមឈ្លានពានរបស់សៀមកាលពីថ្ងៃទី24ខែកក្កដាឆ្នាំ2025កន្លងទៅផងដែរស្ត្រីមានផ្ទៃពោះទាំងនេះបានទទួលនូវថវិកាជំនួយក្នុងម្នាក់40,000រៀលដើម្បីជួយសម្រួលដល់ជីវភាពរស់នៅនិងសុខភាពក្នុងកំឡុងពេលមានផ្ទៃពោះខណៈពេលដែលពួកគាត់កំពុងរស់នៅក្នុងជំរំបណ្ដោះអាសន្នតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធីស្ត្រីទាំងនោះគឺជាជនភៀសខ្លួនដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានកាលពីថ្ងៃទី24ខែកក្កដាឆ្នាំ2025របស់ចៅសៀមដែលបណ្ដាលឲ្យពួកគាត់ត្រូវរងបាត់បង់នៅផ្ទះសម្បែងនិងខ្លះក៏បាត់បង់សមាជិកគ្រួសារជាហេតុបង្ខំឲ្យមករស់នៅក្នុងជំរំរហូតមកដល់សប្តាហ៍ថ្ងៃចំពោះវត្តមានអ្នករៀបចំកិច្ចការងាររៀបចំមនុស្សធម៌នេះមានដូចជាលោកកែភត្រាលោករៀមធីរ៉ាដាវីតនិងលោកហួតបូរីសកម្មភាពនេះបង្ហាញអំពីស្មារតីសាមគ្គីនិងការយកចិត្តទុកដាក់របស់សប្បុរសជនខ្មែរទាំងក្នុងស្រុកនិងក្រៅប្រទេសដែលតែងតែរួមគ្នាជួយគាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែជួបនៅផលវិបាកបាទពិធីចែកថវិកានេះត្រូវបានរៀបចំឡើងនៅវត្តកណ្ដោលឬហៅថាវត្តបនសែងចារាមស្ថិតក្នុងឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យក្នុងសកម្មភាពមនុស្សធម៌នេះផងដែរក៏មានការចូលរួមឧបត្ថម្ភថវិកាពីសប្បុរសជនផ្សេងទៀតរួមមានលោកសាយបញ្ញានិងលោកស្រីទឹកពិសីព្រមទាំងមិត្តភ័ក្តិផងដែរបាទជាចុងក្រោយនៃកម្មវិធីបាទផ្ទះហនុមាន News សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមសកម្មភាពមនុស្សធម៌ដ៏មានតម្លៃនេះហើយសង្ឃឹមថានឹងជួយគ្នានឹងបន្តជាកម្លាំងចិត្តសម្រាប់បងប្អូនដែលកំពុងតែត្រូវការជំនួយសូមអរគុណប្រិយមិត្តដែលបានតាមដានស្ដាប់ហើយសូមពុកម៉ែបងប្អូនប្រិយមិត្តបាទសូមកុំភ្លេចចែករំលែកនិងតាមដានកម្មវិធីផ្ទះហនុមាន News ដើម្បីទទួលបានព័ត៌មានថ្មីបន្ថែមទៀតសម្រាប់ពេលនេះខ្ញុំបាទប៊ូដាភេត្រាសូមអរគុណសូមជម្រាបលាបាទ